choជំនួនារដូវរំហើយបកផាយផាត់មកពីនាខាងជើងជនបទស្រុកស្រែយើងប្រជាកសិកររួតរស់ម្នាប្រមូលផលស្រូវឲ្យបានទាន់រដូវពេលស្រូវទុំដើម្បីឆាប់បានដឹកប្រមូលផ្ដុំយកទៅរៀបចំបោកបានទើបយកដាក់ជន្រុកទុកឆីដល់ឆ្នាំក្រោយដោយពេលនេះជិតផុតរដូវរំហើយផងប្រជាប្រុសមិនថាក្មេងឬចាស់ទេគេនាំគ្នាស្វែងរកចាប់ត្រីតាមបឹងឬត្រពាំងព្រោះកន្លែងខ្លះទឹកបានរីងខាស់ស្ទើរសួនអស់ហើយបន្សល់នៅកូនធ្លុកតូចដោយកន្លែងគៀនកោះមានទឹកដក់មកល្មមត្រីរស់នៅប្រមូលផ្ដុំបានសម្លឹងយូរទៅក៏ឃើញមានត្រីយ៉ាងច្រើនតែម្ដងមិនបងអង្គយូរពួកយើងនាំគ្នាចាប់ភ្លាមដោយមិនអោយមានសល់មួយឡើយគឺថាត្រីពិតជាសម្បូរខ្លាំងណាស់តែលោតែប្រហែសហើយមិនបានប្រយ័ត្នជាច្បាស់ជាដេកយំហៅភ្នែកជាពំខានដោយសារមុតធ្មងត្រីអណ្ដែងឬធ្មងត្រីកញ្ចុះក្រឡេកទៅមើលអាភិបខ្ញុំសឹងតែទប់សំណាញ់មិនចង់បានព្រោះតែក្បាលរបស់វាប្រឡាក់ទៅដោយភក់តែម្ដងដល់ពេលសួរវាថារមាស់ចៃពេកភ្លេចគិតថាដៃប្រឡាក់ភក់ឥឡូវសំបីតែមុខក៏មើលមិនបានផងពលគឺសុទ្ធតែភក់សតែភ្នែកច្រមុះនិងមាត់តែប៉ុណ្ណោះក្រៅពីនេះប្រឡាក់អីក៏ប្រឡាក់ទៅសំខាន់ឲ្យតែបានចាប់ត្រីសិនហើយសុំគិតគូរតាមក្រោយក៏វាមិនទាន់ហួសពេលដែរជារៀងរាល់ថ្ងៃក្រោយពេលបញ្ចប់កិច្ចការងារស្រែចម្ការពេលល្ងាចកសិករប្រុសស្រីតែងគ្មានថ្មីត្រឡប់មកផ្ទះវិញនឹងបានបន្តកិច្ចការនៅផ្ទះគឺក្មេងៗជួយស្រោចទឹកដំណាំក្នុងច្បារក្រោយផ្ទះអ្នកម៉ែប្រញាប់រួតរស់ដើម្បីធ្វើម្ហូបដោយមានកូនស្រីជាជំនួយយាយតាក៏ព្រួយជួយមើលមន្ទារៀបចំដាក់ចំណីនិងទុកដាក់របស់របរឲ្យមានរបៀបរៀបរយលោកពុកវិញគាត់តែងចូលច្បារដំណាំក្រោយផ្ទះដើម្បីជ្រោយដីដាក់ជីនិងបន្លែបង្ការផ្សេងពេលល្ងាចមកដល់គ្រួសារនីមួយតែងរៀបចំបរិភោគបាយជួបជុំគ្នាបន្ទាប់ពីបរិភោគរួចរាល់អ្នកខ្លះបានអង្គុយលេងជួបជុំគ្រួសារពិភាក្សាអំពីការងារនៅថ្ងៃស្អែកខ្លះក៏បានចែករំលែកអំពីរឿងរ៉ាវដែលបានជួបកាលពីពេលថ្ងៃខ្លះទៀតក៏លោកលេងជុំគ្នាអង្គុយលេងក្រោមដើមស្វាយមុតស្ទឹងអមដោយទឹកតែដែលបានដាក់ដាំទុកក្នុងប៉ាន់មួយស្រោបដោយដូងទុំសំឡេងរងំរអ៊ូដោយការជជែកគ្នាពីនេះពីនោះឬចេញមកពីម្ដុំក្រោមដើមស្វាយមុតស្ទឹងដែលជាកន្លែងមុខផ្ទះអ៊ំមេភូមិនាល្ងាចខ្លះក៏មិនរំលងឲ្យតែចំថ្ងៃសិលគឺលោកតាអ៊ំពូប្រុសតែជួបជុំគ្នានៅវត្តដើម្បីថ្វាយបង្គំព្រះនាពេលល្ងាចនេះផងដែរគឺជាថ្ងៃសិល8រោចដោយហេតុចង់ផឹកទឹកដោះគោខ្ញុំក៏បានសុំជីតារបស់ខ្ញុំទៅតាមដែរបន្ទាប់ពីចាស់ថ្វាយបង្គំព្រះរួចគឺពួកគាត់មិនទាន់នាំគ្នាត្រឡប់មកវិញទេដោយគាត់នៅព្រោកប្រាជ្ញគ្នាសិនអំពីជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរការងារផ្សេងខ្ញុំវិញក៏បានអង្គុយចាំស្ដាប់ពួកគាត់និយាយគ្នាឡើងចំហមាត់តែម្ដងរហូតពេលខ្លះរុយក៏បានហៅចូលក៏មានសម្រាប់រឿងរ៉ាវដែលពួកគាត់និយាយគ្នាពិតជាគួរឲ្យចាប់អារម្មណ៍ពុនប្រមាណមិនថាជាការជួបជុំការងារស្រែចម្ការឬការចូលព្រៃរកផល្លានុផលនោះទេ
ជាពិសេសគឺរឿងរ៉ាវនៅក្នុងភូមិស្រុកតែម្ដងលុះម៉ោងប្រមាណជា9 យប់ស្រាប់តែមានសំឡេងដូចជាផ្គរលាន់មកពីឆ្ងាយលីឡំនឹងសំឡេងខ្យល់បក់ផងខ្ញុំក៏ស្ទុះងើបភ្លាមប្រញាប់ទៅបិទបង្អួចបិទទ្វារក្តែងស្លឹកឈើលំអងដីប៉ាងចូលក្នុងសាលាឆាន់នាំឲ្យពិបាកក្នុងការបោសសម្អាតពេលនោះលោកតារបស់ខ្ញុំក៏និយាយដែរថាបិទឲ្យលឿនឡើងហើយឆាប់ត្រឡប់មកនេះវិញកុំនៅចិត្តបង្អួចឲ្យសោះព្រោះនេះមិនមែនជាខ្យល់ធម្មតាទេតាមស្មានវាប្រហែលជាអាគមខ្មៅច្បាស់ជាមានអ្នកណាចង់សាកល្បងនឹងអ្នកណាហើយតាមមើលសំឡេងខ្យល់បក់បោកយល់យោដើមឈើវវីតែម្ដងតាមស្មានអ្នកភូមិគ្រប់គ្នាពិតជាមានអារម្មណ៍ភ័យព្រួយមិនតិចនោះទេដោយហេតុមិនដឹងថាវាគឺជាខ្យល់អាគមខ្មៅដោយពួកគាត់ស្មានតែជាខ្យល់ព្យុះធម្មតាទៅតាមទម្លាប់ធម្មជាតិថ្លែងពីតាយាយនៅក្នុងវត្តវិញពួកគាត់ហាក់គ្មានការផុតភ័យសោះពួកគាត់សុទ្ធសឹងជាចាស់ព្រឹទ្ធាចារ្យប្រចាំភូមិទៅហើយប្រកាសណាស់រឿងទាំងអស់នេះពួកគាត់សុទ្ធតែបានដឹងគ្រប់គ្នាហេតុនេះមិនមានអ្នកណាម្នាក់មាត់កឬនិយាយអ្វីឡើយតាមស្មានពួកគាត់កំពុងតែរងចាំមើលថាសុភាពការនឹងទៅជាយ៉ាងណាឲ្យប្រកាសគាត់ម្នាក់គឺមិនមានការភ័យព្រួយសោះគឺនាំគ្នាអង្គុយសូត្រធម៌ថ្វាយបង្គំព្រះក្នុងសាលាឆាន់ជាធម្មតាហាក់ដូចជាគ្មានរឿងអ្វីរំពេចនោះដែរស្រាប់តែមានសំឡេងខ្យល់បក់បោកយ៉ាងខ្លាំងចូលមកកាន់ទីវត្តអារាមតែម្ដងព្រមទាំងមានសំឡេងមនុស្សស្រីសើចទៀតផងតាមពិតដោយសារថ្ងៃនេះជាថ្ងៃ8រោចក្នុងខែមិថុនហេតុនេះពពួកអមនុស្សទាំងឡាយតែងតែមានឥទ្ធិពលខ្លាំងក្លាជាបណ្ដាតាមដែលខ្ញុំធ្លាប់ឮចាស់និយាយឲ្យតែថ្ងៃខែដាច់ក្នុងខែមិថុននេះគឺពពួកអមនុស្សទាំងឡាយតែមានឥទ្ធិពលខ្លាំងក្លាបំផុតសូម្បីតែអាគមភ្លើងងឹតក៏មានភាពខ្លាំងក្លាដែរលុះត្រាមនុស្សយើងគ្រប់គ្នាចេះកាន់សីលរក្សាទានមានស្មារតីល្អរឹងមាំទើបមិនមានទុក្ខព្រួយភ័យអ្វីហើយក៏គ្មានអ្វីមកបៀតបៀនបានទេពលសម្រាប់ថ្ងៃនោះគឺជាពេលដែលសភាវៈអាក្រក់មានអំណាចខ្លាំងក្លាបំផុតក្នុងមួយឆ្នាំហើយប្រសិនថ្ងៃនោះចំនឹងថ្ងៃអង្គារទៀតវាក៏ពិតជាពិបាកក្នុងការទប់ទល់ណាស់ភ្លាមនោះសំឡេងមនុស្សស្រីមួយក៏បានមកលើឡើងថាពួកឯងឆាប់ចេញមកឲ្យយើងចាត់ការភ្លាមថ្ងៃនេះពួកឯងកុំសង្ឃឹមថាបានរួចខ្លួនឲ្យសោះយើងនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់រួចខ្លួនឡើយហើយជាបន្តទៀតគឺដល់វេនអ្នកភូមិទាំងអស់គ្នាពួកគាត់នៅតែធ្វើហាក់ដូចជាមិនបានដឹងដោយនាំគ្នាអង្គុយជាទម្រង់សមាធិនៅមុខព្រះពុទ្ធរូបក្នុងសាលាឆាន់ជាធម្មតាសម្រាប់ខ្ញុំវិញគ្រាន់តែបានឮសំឡេងបែបនេះក៏ស្ទុះរត់ទៅអោបលោកតារបស់ខ្ញុំជោគតែម្ដងដោយឃើញខ្ញុំភ័យខ្លាចពេកលោកតាក៏បានលើកខ្ញុំដាក់ឲ្យអង្គុយលើផ្លូវភ្លាមនោះលោកតាអាចារ្យសួនគាត់ក៏ជាចាស់ព្រឹទ្ធាចារ្យជាងគេក៏បានតបទៅថានាងព្រាយឯងមកពីខាងណាម្ដេចមកហ៊ានអុកឡុកចង់យកជីវិតពួកយើងនិងអ្នកភូមិស្រុករបស់យើងតាមមើលឯងប្រហែលជាមិនខ្លាចបាបកម្មឬក៏មានអ្នកបញ្ជាមកឲ្យមកយាយីអ្នកភូមិទៅបានជាមិនខ្លាចនាងព្រាយនោះក៏បានស្រែកកំហកទៅកាន់តាសួនវិញថា
Giờ á con cha ảnh vừa khla hán ban sầm đầy nát nó ảnh mốt biết khang nà vì chỉ rướng bỏ ảnh sầm khăn ngay nè ảnh một giấc chi vật của ai ngại ban cũng song không thả ban rô riêng miên chi vật ấy sao ảnh nâng sót sắc ấy ban giang bạc cọt lục tạ á cha còn có tóc tôi tiết thả ta mới bất chi một thô mà đam men đọt nạ không vốt aram hơi nữ ta hiến cho một tiền nè ba này ai khlang mền có cho một không sala chăn lại ban mồ cũng nị giết cho đàn pỉ nụ bà con chị đang hỏi nẹ na nẹ tránh nẹ na nẹ chè nhưng pì nụ có thua một khổng nứng nị giết lang tiết thả giờ á kinh trả ụt grón ba phòng kịch thá miết khné tràn à dốc trên dương ban rứ anh cũng nước sman ấy sao anh nâng ai á kinh trả ảnh school rất thi ông này anh ngay như một đòn Bruno có ban chiên chừng sùng đáy cho khăn sala chăn phìm srep tại bác đôi trời kia chọc bỏ tụt từ nâng rô bong vụt cô lê tới tự khơi cho bác thả miền của má miên mũi chanh mốc bị khăn sala chăn đói miên khuôn bố mì sliệ của bấn luôn lên tập tỉ mình miên bị ảiហើយក៏មានភ្នោះសក់ផងដែរកុមារនោះសម្លឹងទៅកាន់ព្រាយទាំងអង្អាចនាងនោះក៏និយាយបន្តឡើងថាឯងគិតឬអាកញ្ចាស់ថាអាកូនកុមារតូចមួយនេះអាចធ្វើអ្វីយើងបានវាត្រឹមជាក្មេងសោះម្ដេចនឹងអាចយកឈ្នះយើងបានទៅថ្ងៃនេះយើងនឹងស្រូបពន្លឺច័ន្ទឲ្យបានច្រើននោះឯងនឹងដឹងថាយើងមានកម្លាំងខ្លាំងមហិមាប៉ុណ្ណាជាបំខាននាងក៏បានស្រូបយកពន្លឺច័ន្ទភ្លាមដោយមិនមានបងឯបងអង្គយូរឡើយស្របពេលនោះសំឡេងឆ្កែលូក៏លឺកាន់តែខ្លាំងក្លាណាស់ដែរនាងនោះងើបឡើងមកវិញទាំងមានទឹកមុខខឹងផងដោយលើកដៃវាយសម្ដៅកុមារតូចនោះតែម្ដងរំពេចនោះកុមារមាសកំសត់ក៏ត្រូវនាងវាយតែមួយដៃប៉ើងដល់តាអាចារ្យសួនវិញតែម្ដងនឹងនិយាយឌឺដងទៅកាន់តាសួនថាឯងឃើញទេថាឯងវាអន់ប៉ុណ្ណាមិនអាចយកឈ្នះយើងបានបែរជាបញ្ជូនអាក្មេងតូចមកចាត់ការជាមួយយើងកុំស្មានថាវាមានកម្លាំងអាចប្រយុទ្ធយកឈ្នះនឹងកម្លាំងដ៏មហិមារបស់យើងបាននោះពួកឯងឆាប់នាំគ្នាចេញមកទាំងអស់គ្នាមកហើយឲ្យយើងសម្លាប់តាមសម្រួលមកមិនចឹងទេយើងនឹងចាត់ការអ្នកភូមិឯងទាំងអស់មិនឲ្យមានអ្នកណាម្នាក់រត់រួចឡើយស្របពេលនោះស្នូសន្ធឹកជើងមកពីព្រះវិហារឮឡើងក៏ក្រោកតែម្ដងនាងព្រាយនោះក៏បានងាកទៅមើលភ្លាមព្រមទាំងសើចចំអកថាយើអាអ្នកយាមវត្តនៅស្ងៀមមិនចង់ទេបែរជារករឿងដាក់ខ្លួនកុំសង្ឃឹមថាឈ្នះអញនោះគ្រប់គ្នាក៏បានក្រឡេកទៅមើលតាមពិតនេះគឺជាទេវតារក្សាវត្តដែលប្រជាជនក្នុងភូមិតែងហៅថាអស់លោករក្សាវត្តឬក៏តែងហៅខ្លីថាជាអន្សាវត្តអន្សាវត្តក៏បាននិយាយឡើងថាដរាបណាយើងនៅយើងនឹងមិនឲ្យនាងឯងធ្វើអ្វីបានទៅតាមអំពើចិត្តនោះទេបន្ទាប់មកបំរុងចាត់ការនាងនោះហើយតែលោកអាចារ្យសួនក៏បានដើរចេញពីក្នុងសាលាឆាន់ដោយនិយាយទៅកាន់លោកថាមិនអីទេលោកម្ចាស់វាមករកពួកយើងកុំបារម្ភអីទៀតទុក
ឲ្យត្រឹមខ្ញុំទៅបានហើយមិនចាំបាច់ដល់ដៃលោកម្ចាស់ទេដោយលឺតាអាចារ្យសួននិយាយបែបនេះលោកដែលជាអ្នករក្សាវត្តក៏បានវិលត្រឡប់ទៅរកកន្លែងភ្លាមលោកអាចារ្យសួនក៏មានប្រសាសន៍បន្តទៅកាន់នាងព្រាយនោះថាជីព្រាយមិនព្រមនៅតាមកន្លែងតាមកម្មខ្លួនទេបែរជាមករកធ្វើបាបបន្ថែមដឹងតែគ្មានថ្ងៃបានចាប់កំណើតជាមនុស្សទេនាងបើនៅតែគុំគួនព្យាបាលបែបនេះល្មមបានហើយត្រឡប់ទៅកន្លែងនាងវិញទៅពួកយើងនឹងអហោសិកម្មឲ្យចុះព្រោះមិនចង់ធ្វើបាបឲ្យជួបកម្មពៀនាំមិនបានចាប់ជាតិចាប់កំណើតនោះទេអញមិនទទួលអញចង់យកតែជីវិតអាកិច្ចឯងទាំងអស់គ្នាប៉ុណ្ណោះបន្ទាប់មកគឺអ្នកភូមិទាំងអស់នេះឆាប់ឲ្យជីវិតឯងមករួចនាងព្រាយនោះក៏ស្ទុះចូលមករកចាប់កាច់កតាសួនទាំងកំរោលតែម្ដងប៉ុន្តែបំរុងនឹងវាបំបាក់កតាសួនហើយតែបើជាមានភ្លើងឆេះក្តៅររៀលពេញរាងកាយទៅវិញព្រមទាំងស្រែកយំឈឺផ្សាយ៉ាងខ្លាំងគឺតាអាចារ្យគាត់បានសូត្រគាថាការពារខ្លួនពីពពួកខ្មោចព្រាយទាំងឡាយដោយគាត់ក៏ជាសិស្សរួមគ្រូនិងលោកតាសយដែលជាយ៉ាងអធិការវត្តនេះដែរហេតុនេះរលមុនវិជាការផ្សេងគាត់ពិតជាចេះតែគាត់ក៏មិនដែលយកទៅប្រើផ្លូវខុសនោះទេតាសួនគាត់ក៏និយាយបន្តថាកុំស្មានថារស្មីដួងច័ន្ទផ្ដល់ថាមពលឲ្យតែនាងនោះដោយអំណាចពុទ្ធគុណនិងពលឺដួងច័ន្ទគឺជាថាមពលដ៏ខ្លាំងក្លាអាចកម្ចាត់ពពួកភ្លឹងងឹតទាំងឡាយឲ្យវិនាសសាបសូន្យបានយ៉ាងប្រកបរួចគាត់ក៏លើកដៃឡើងសូត្រធម៌ព្រមជាមួយតើតឹងនិងរលាស់ទៅលើនាងព្រាយនោះស្រាប់តែសំឡេងឈឺចាប់ក៏បានបន្លឺឡើងម្ដងទៀតព្រមជាមួយសំឡេងខ្យល់បក់បោកកាន់តែខ្លាំងដើមឈើក្នុងវត្តទូទន់ស្ទើរដល់ដីជ័យខ្ចីជាប់នឹងស្ទងក៏បានបាក់ធ្លាក់ដាច់រត់រាយតែម្ដងស្លឹកឈើចាស់ខ្ចីក៏ប៉ាំងប៉ាត់ខ្ចាត់ខ្ចាយតាមខ្យល់ធ្លាក់ពោពេញដីបន្ទាប់ពេលតាសួនបញ្ចប់ការសូត្រធម៌និងរលាស់ទឹកមុនហើយពេលនេះអ្វីគ្រប់យ៉ាងក៏បានត្រឡប់មកសភាពដើមវិញតែតាអាចារ្យសួនគាត់ក៏នៅមានចម្ងល់ថាតើអ្នកណាឲ្យប្រកាសជាអ្នកបញ្ជាវាមកព្រោះជាធម្មតាពពួកអស់នេះមិនងាយនឹងចេញមកយាយីមនុស្សដោយគ្មានហេតុផលគ្មានអ្នកណាទៅប៉ះពាល់ដល់កន្លែងឬធ្វើបុកទឹកម្នេញវានោះទេណាមួយក្នុងវត្តអារាមបែបនេះក៏មិនសមណាមានខ្មោចព្រាយចូលមកបានដែរលុះត្រាតែនាគបញ្ជាចូលមកធ្វើពិធីក្នុងវត្តតែម្ដងស្របពេលនោះស្រាប់តែលោកតាសយក៏បាននិមន្តមកកាន់សាលាឆាន់ដោយមានសង្ឃដីកាថាបញ្ហាលើកនេះវាមិនមែនធម្មតាទេញោមហើយវាក៏មិនទាន់ចប់ត្រឹមនេះនោះទេស្រួលមិនស្រួលក៏អាចវិនិច្ឆ័យទាំងភូមិដែរកាលពីល្ងាចមិញអាត្មាក៏បានធ្វើសមាធិហើយក៏បានឃើញនិមិត្តដ៏ចម្លែកវាគឺជាផ្សែងខ្មៅអ៊ូអោតនិងពពួកខ្មោចព្រាយទាំងឡាយជាច្រើនផងដែរហេតុនេះមានតែញោមទេទើបអាចចាត់ការក្នុងរឿងនេះបានសម្រាប់ព្រះសង្ឃគ្មានភារកិច្ចអ្វីនោះទេអ្នកគ្រប់គ្នាក្នុងសាលាឆាន់ក៏បាននិយាយឡើងព្រមគ្នាថាសូមលោកម្ចាស់ជួយបង្ហាញផ្លូវផងទៀនលោកតាដកដង្ហើមធំបន្តិចទើបមានសង្ឃដីកាបន្តថារឿងនេះពិតជាពិបាក
ព្រោះគេនៅទីងងឹតយើងនៅទីភ្លឺគឺពិបាកនឹងរកវិធីណាស់តែមានតែចាំមើលថាតើគេមានប្រតិកម្មបែបណាបន្តទៀតប្រសិនមានហេតុភេទអ្វីកើតឡើងទៀតហើយបើដល់ថ្នាក់ថាខ្លាំងក្លាពេកអាត្មាក៏នឹងចេញមកផ្ទាល់តែម្ដងកុំបារម្ភពេកអ្វីព្រោះថាអ្វីដែលបំរុងនឹងកើតវាក៏នឹងកើតឡើងយ៉ាងប្រកបដោយមិនមានអ្នកណាអាចកែប្រែឬគេចវេះបាននោះទេក្រោយពេលលោកតាមានសង្ឃដីកាបែបនេះម្នាក់ក៏បានធូរចិត្តខ្លះតែក៏នៅបារម្ភណាស់ដែរណាមិនដឹងថាអ្នកធ្វើរឿងនេះគេមានចេតនាអ្វីឲ្យប្រកបនោះទេក្រោយពេលលោកតានិមន្តចេញទៅកត់វិញយើងទាំងអស់គ្នាក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនដែរណាមួយយប់ក៏កាន់តែជ្រៅណាស់ទៅហើយវេលាព្រឹកក៏មកដល់ពេលនោះខ្ញុំក្រោកពីដេកភ្លាមក៏ចុះទៅដីដើម្បីរៀបចំបោសសម្អាតផ្ទះប្រកាសណាស់ច្បាស់ជាមានសម្រាមច្រើនជាក់ជាពំខានដោយសារយប់មិញមានខ្យល់បោកខ្លាំងណាស់ដែរគ្រាន់តែចុះមកដល់ដីភ្លាមស្រាប់តែឃើញមានមនុស្សម្នាជាច្រើនពួកគាត់នៅជុំគ្នាមុខផ្ទះពូចែមតែម្ដងដោយកំពុងឈររមើលអ្វីមួយយ៉ាងហេតុតែងឿងឆ្ងល់និងចង់ដឹងថាមានរឿងអ្វីខ្ញុំសម្រេចចិត្តថាដើរទៅមើលនឹងគេដែរពេលដែលដើរទៅដល់ទើបបានដឹងថានេះគឺជាពេលសំណែនមិនដឹងថាអ្នកណាយកមកបោះចោលនៅកណ្ដាលភូមិបែបនេះដោយមានអុជធូបទៀនដោតរូបមនុស្សទង់និងបាយសខ្មៅហើយតាមអ្វីដែលខ្ញុំបានឮចាស់និយាយគ្នានេះគឺជាពេលដែលគេប្រើសម្រាប់សែនឲ្យខ្មោចព្រាយតែប៉ុណ្ណោះគ្រាន់តែឮបែបនេះខ្ញុំក៏ចាប់ផ្ដើមព្រឺឆ្អឹងខ្នងតែម្ដងព្រោះមិនដឹងថាទៅមុខទៀតនឹងមានរឿងអ្វីកើតឡើងនោះទេដោយឃើញខ្ញុំឈរនៅទីនោះដែរពុកម៉ែក៏បានហៅខ្ញុំឲ្យត្រឡប់មកផ្ទះវិញព្រមទាំងនិយាយទៀតថាកូនឯងកុំដើរលេងផ្ដេសផ្ដាសឲ្យសោះភូមិយើងឥឡូវមិនដូចពីមុនទេវាចេះតែមានហេតុភេទចម្លែកជាច្រើនបានកើតឡើងយប់មិញក៏មានខ្ចប់ជួបបក់បោកយ៉ាងខ្លាំងលុះព្រឹកឡើងក៏មានពេលសំណែនទៀតមិនដឹងថាទៅមុខទៀតនឹងមានរឿងអ្វីនោះទេខ្ញុំក៏បានងក់ក្បាលជាសញ្ញាថាយល់ព្រមទៅតាមសម្ដីពួកគាត់ថ្លែងពីអំពូប៉ុន្មានអ្នកពួកគាត់មិនអស់ចិត្តសោះដោយការបារម្ភផងពួកគាត់បាននាំគ្នាទៅកាន់ផ្ទះអ៊ំមេភូមិក្នុងបំណងពិភាក្សាថាគួរធ្វើយ៉ាងណាសម្រាប់បញ្ហានេះសម្រាប់ពូចែមគាត់ពិតជាមានចិត្តភ័យព្រួយជាងគេពេលទៅដល់ភ្លាមគាត់ក៏បានស្រែកហៅពីចម្ងាយលោកមេភូមិនៅផ្ទះដែរទេពូសំឡេងអ៊ំមេភូមិក៏បានតបមកវិញថានៅតើក្មួយចៅមែនទេហ្នឹងហើយមានការអ្វីក្មួយចូលមកអង្គុយលេងសិនមកអ៊ំឆុងតែសិនពេលបានជួបជុំគ្នាពួកគាត់ក៏ចប់ពិភាក្សាអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិនេះពូចែមក៏ចាប់និយាយថាលោកពូអើយភូមិយើងឥឡូវមិនដូចមុនសោះកាលយប់មិញមាន
ខ្យល់បក់បោកយ៉ាងខ្លាំងណាស់អ្នកភូមិបានដាក់ការសង្ស័យថាវាគឺជាខ្យល់អាគមខ្មៅលុះមកដល់ពេលព្រឹកស្រាប់តែឃើញមានពេលសំណែនបាយសខ្មៅមកផ្ទះខ្ញុំទៀតពេលនេះមិនថាតែគ្រួសារខ្ញុំទេសូម្បីតែអ្នកភូមិគ្រប់គ្នាក៏មានភាពភ័យខ្លាចណាស់ដែរអ៊ំបឿនក៏បាននិយាយបន្តថាលបងមេភូមិយើងគិតដូចម្ដេចឥឡូវនេះព្រោះគ្រប់គ្នាពិតជាភ័យខ្លាចខ្លាំងណាស់លបងអើយអ៊ំមេភូមិបានដកដង្ហើមធំនិងលើកកែវទឹកហត់គ្រូទាំងមានទឹកមុខមាំហាក់បីដូចជាកំពុងគិតរកអ្វីបន្តិចក្រោយមកគាត់ក៏បានស្រដីថាយើងមិនទាន់អាចធ្វើអ្វីបានទេរងចាំមើលសិនថាវាបានស្ងប់ស្ងាត់ឬអត់ប្រសិនមិនបានស្ងប់ស្ងាត់ទេមានតែទៅពឹងលោកតានៅវត្តនិងលោកអាចារ្យដែលជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិហើយទៅបានព្រោះមានតែពួកគាត់ទេទើបមានមធ្យោបាយក្នុងការដោះស្រាយរឿងទាំងអស់នេះបានបន្ទាប់ពីបានឮអ៊ំមេភូមិនិយាយបែបនេះពួកគាត់ក៏បានបំបែកគ្នាទៅកាន់គេហដ្ឋានរៀងៗខ្លួនទៅទាំងមិនទាន់អស់ចិត្តព្រោះថារឿងរ៉ាវចម្លែកនិងមិនធ្លាប់ជួបប្រទះសោះពីមុនមកវាបានកើតឡើងផ្ទួននៅក្នុងភូមិរាត្រីកាលក៏បានឈានមកដល់ថ្ងៃនេះពិតជាចម្លែកណាស់ម៉ោងប្រមាណជា7 យប់ប៉ុណ្ណោះតែប្រជាជនក្នុងភូមិនាំគ្នាចូលផ្ទះស្ងាត់អស់ខុសពីសពដងដែលកាលមុននៅមានមនុស្សអង្គុយជួបជុំគ្នាលេងក្នុងភូមិឮតែសំឡេងឆ្កែព្រុសផងលូកផងពីពេញភូមិមៀមទីទុយខ្លែងស្រាក់បញ្ចេញសំឡេងពីពេញផ្ទៃវេហាក្នុងស្បែករាត្រីដងងឹតសូមសុងខ្ញុំក៏ដូចជាអ្នកភូមិគ្រប់គ្នាដែរគឺមានភាពភ័យព្រួយយ៉ាងខ្លាំងព្រោះមិនដឹងថានឹងមានរឿងអ្វីកើតឡើងឲ្យប្រកបទៀតនោះទេទិដ្ឋភាពនាវេលាយប់នេះហាក់បីដូចជាភូមិឬព្រៃកប់ខ្មោចតែម្ដងព្រោះថាវាស្ងាត់សំឡេងមនុស្សម្នាខុសអំពីធម្មតាភ្លាមនោះស្រាប់តែឮសំឡេងមួនទាផ្អើលពីពេញទ្រុងនៅខាងក្រៅផ្ទះហាក់ដូចជាមានអ្វីមួយធ្វើឲ្យពួកវាភ្ញាក់ផ្អើលលោកពុកក៏អើតមើលតាមប្រឡោះរនៀបនៅផ្ទះបាយប៉ុន្តែក៏មិនមានបានឃើញអ្វីសោះគាត់ក៏សម្រេចចិត្តយាងយកគោមនិងកំបិតផ្គាក់មួយបំរុងនិងចុះទៅមើលឲ្យបានច្បាស់លាស់តែស្ថានភាពក៏បានស្ងប់ស្ងាត់មកវិញជាធម្មតាគាត់ក៏ត្រឡប់មកសម្រានវិញផងដែរលុះវេលាពេលព្រឹកសំឡេងមនុស្សក្នុងភូមិក៏ផ្អើលឈូឆរតែម្ដងព្រោះថាមួនទានៅតាមផ្ទះនីមួយៗស្លាប់ពីពេញដីខ្លះដាច់ក្បាលខ្លះលៀនចេញពោះវៀនខ្លះសល់តែមកខាងខ្លួនហាក់បីដូចជាត្រូវសត្វអ្វីខំហែកស៊ីក៏គេឈាមក្រហមច្រាលពីពេញដីហើយអ្វីដែលកាន់តែចម្លែកមន្ទាទាំងនោះត្រូវបានសម្លាប់សឹងគ្រប់ផ្ទះតែម្ដងបើថាវាជាអាមក៏ដូចជាមិនទំនងហើយពេលនេះអ្នកភូមិក៏ចាប់ផ្ដើមអារម្មណ៍ដោយមិនដឹងថាមានរឿងអ្វីឲ្យប្រកាសឡើងនោះទេអ្នកភូមិគ្រប់គ្នានៅពេលនេះក៏ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំងណាស់ហើយព្រោះមិនដឹងថាយប់បន្ទាប់នឹងមានហេតុការណ៍អ្វីកើតឡើងខ្លះទៀតទេដោយហេតុតែមានការភ័យព្រួយខ្លាំងពេកប្រជាជនទាំងអស់គ្នាបាននាំគ្នាទៅវត្តសុំយោបល់ពីលោកតា
តែពេលទៅដល់លោកតាក៏មិនបាននៅវត្តទេដោយលោកបាននិមន្តទៅឯទីរួមស្រុកបាត់ទៅហើយនៅសល់តែគឺនេននិងភិក្ខុប៉ុន្មានអង្គប៉ុណ្ណោះដោយគ្រប់គ្នាកាន់តែមានការព្រួយបារម្ភឡើងជានិច្ចភ្លាមនោះពួកគេក៏នឹកឃើញដល់លោកអាចារ្យសួនដោយគាត់ក៏មិនមានចេញទៅណាឡើយគេក៏នាំគ្នាទៅរកលោកអាចារ្យសួនឲ្យជួយពេលមកដល់ផ្ទះគាត់ភ្លាមក៏ឃើញលោកអាចារ្យកំពុងនៅអង្គុយផឹកតែក្រោមផ្ទះស្រាប់សំក៏បាននិយាយឡើងថាលបងអើយភូមិយើងឥឡូវពិបាកណាស់លបងមានរឿងហេតុចម្លែកជាច្រើនបានកើតឡើងរហូតតែម្ដងមិនដឹងថាមកពីអ្វីឡើយពួកយើងមកនេះគឺចង់ឲ្យលបងជួយព្រោះថានាពេលនេះលោកតាក៏មិនបាននៅវត្តទេដោយលោកនិមន្តទៅឯទីរួមស្រុកបាត់ទៅហើយលោកអាចារ្យសួនក៏ចាប់និយាយថាប្អូនសំអើយបងក៏បានដឹងដែរតាំងពីយប់ដំបូងវាហ៊ានបញ្ជូនព្រាយមកក្នុងវត្តតែម្ដងដោយមិនមានខ្លាចញញើតសូម្បីបន្តិចតាមមើលប្រហែលជាមានអ្នកណាម្នាក់បានបញ្ជាវាមកហើយព្រោះវាមករករឿងចង់សម្លាប់អ្នកភូមិទាំងអស់គ្នាហាក់បីដូចជាមានគំនុំតាំងពីពេលណាមកសំគាត់អង្គុយសញ្ជឹងនឹកគិតហាក់ដូចជាចង់នឹករកថាតើធ្លាប់មានរឿងអ្វីមួយដែលបានកើតឡើងនៅក្នុងភូមិដែលធ្វើឲ្យប៉ះពាល់ដល់អ្នកណាទៀតដឹងប៉ុន្តែគាត់នៅតែនឹកមិនឃើញសោះអាចារ្យសួនក៏បាននិយាយបន្តថាឥឡូវគិតបែបនេះសិនចុះខ្ញុំនឹងដឹកនាំចាស់ព្រឹទ្ធាចារ្យក្នុងភូមិចំនួន7នាក់រៀបចំធ្វើពិធីពុទ្ធសីមាភូមិសិនដើម្បីឲ្យបងប្អូនអ្នកភូមិយើងបានធូរចិត្តខ្លះសូមរកវិធីចាត់ការវាជាបន្តទៀតណាមួយខណៈនេះក៏ជាខែរណួយផងពិតជាពិបាកក្នុងការធ្វើការងារណាស់ណាមួយក៏ជិតដល់ថ្ងៃវេលាដោយពួកអាគមខ្មៅមានឥទ្ធិពលបំផុតទៀតម្ដងនេះមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេដោយពេលវេលាក៏កាន់ខិតទៅមុខហើយមិនបង្អង់យូរលោកអាចារ្យសួនក៏បានដឹកនាំអាចារ្យផ្សេងទៀតក្នុងភូមិដែលមានគ្នាប្រមាណជា7នាក់ពួកគាត់រៀបចំធ្វើពិធីពុទ្ធសីមាជុំវិញភូមិដើម្បីកុំឲ្យពួកអមនុស្សដែលគេបញ្ជាចូលមកក្នុងភូមិបានអ្នកភូមិមានការជឿជាក់លើលោកអាចារ្យទាំងអស់គ្នាណាស់ថែមទាំងគិតថាបានផុតទុក្ខព្រួយផុតភ័យហើយម្ដងនេះចាប់តាំងពីថ្ងៃលោកអាចារ្យបានរៀបចំពិធីពុទ្ធសីមាសម្រាប់ការពារភូមិមកក៏មិនមានរឿងអ្វីចម្លែកកើតឡើងទៀតទេដូច្នេះអ្នកភូមិទាំងអស់ក៏បានគិតថាក្នុងភូមិបានសុខសប្បាយដូចមុនហើយទើបពួកគាត់រៀបចំធ្វើការហើយក៏សម្រាប់ដើរលេងជួបជុំគ្នាជាធម្មតាដោយកាលមុនប៉ុន្តែមានតែចាស់និងលោកអាចារ្យទាំង7នាក់ប៉ុណ្ណោះទើបដឹងច្បាស់ថានេះគឺត្រឹមតែជាការចាប់ផ្ដើមប៉ុណ្ណោះអ្វីគ្រប់យ៉ាងវានឹងសរុបនាពេលរាត្រីខែដាច់គ្មានពន្លឺព្រះច័ន្ទឈានមកដល់ដែលនឹងមកនាប៉ុន្មានថ្ងៃខាងមុខនេះព្រោះជាថ្ងៃដែលមុនខ្មៅទាំងឡាយមានអានុភាពខ្លាំងក្លាបំផុតរំលងបានប៉ុន្មានថ្ងៃថ្មិចបើកពេលលាព្រួយបារម្ភបំផុតក៏បានមកដល់នាពេលព្រឹកលោកអាចារ្យសួនក៏បានប្រាប់ដល់អ្នកភូមិគ្រប់គ្នានៅក្នុងវត្តថាយប់នេះសូមបងប្អូនទាំងអស់ចូលផ្ទះឲ្យបានលឿនមុនពេលថ្ងៃលិចហើយ
មិនឲ្យនៅក្រៅផ្ទះជាដាច់ខាតព្រោះថាយប់នេះគឺជារាត្រី15រោចហេតុនេះវាពិតជាមិនមែនធម្មតាទេចូលនាំកូនចៅនៅក្នុងផ្ទះហើយត្រូវតាំងស្មារតីឲ្យនឹងនរត្រូវរំលឹកនឹកគុណដល់ឪពុកម្ដាយគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនោះនឹងបានសុខយ៉ាងប្រកបហើយក៏ត្រូវចងចាំថាត្រូវតែមានស្មារតីជានិច្ចទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ពុំគួរណានឹងស្លន់ស្លោឡើយដោយក្តីព្រួយបារម្ភអ៊ំម្នាក់ក៏បានស្រែកសួរថាលោកបងក្រែងយើងបានរៀបចំពុតសីមាឲ្យតើម្ដេចក៏ពួកវាមកយាយីបានទៀតអាចារ្យសួនក៏បានតបទៅវិញថាប្អូនដួងអើយរឿងរ៉ាវវាមិនមែនធម្មតាដូចជាការគិតទេព្រោះនេះគឺជាការបញ្ជាដោយមន្តអាគមខ្មៅណាតាមស្មានប្រហែលជាកំពូលគាថាអាគមខ្មៅផងហេតុនេះចូលប្រុងប្រយ័ត្នទៅជាការល្អបន្ទាប់ពីអ្នកភូមិគ្រប់គ្នាត្រឡប់ទៅផ្ទះអស់លោកអាចារ្យសួនព្រមទាំងចាស់ព្រឹទ្ធាចារ្យទាំង6នាក់បាននាំគ្នាមកពិភាក្សាជាមួយលោកតាសយដែលជាព្រះគ្រូចៅអធិការវត្តក្នុងភូមិនេះលោកតាមានសង្ឃនៃការឡើងថាយប់នេះត្រូវធ្វើពិធីទប់ទល់វាក្យទៅបានហើយបើអាចក៏ត្រូវកំចាត់ចោលតែម្ដងកុំឲ្យមានលើកក្រោយទៀតលោកអាចារ្យសួនត្រូវរៀបចំពិធីនៅក្នុងបរិវេណវត្តទើបអាចយកឈ្នះវាបានហើយអាត្មាក៏នឹងជួយក្នុងរឿងនេះដែរព្រោះវាជាថ្ងៃសរុបថាអ្នកណាជាអ្នកទៅអ្នកណាជាអ្នកនៅបើយើងចាញ់នោះយើងនឹងបង់ជីវិតទាំងអស់គ្នាជាពុំខានហើយក៏គ្មានសង្ឃឹមថាអ្នកណាម្នាក់បានរួចផុតមានជីវិតសូម្បីម្នាក់ឡើយថ្លែងពេលតាកុកវិញគាត់រស់នៅតែម្នាក់ឯងគ្មានកូនចៅសោះមិនដឹងថាគាត់មកពីណាទេទើបមកសុំស្នាក់នៅក្នុងភូមិនេះតាមពិតកាលមុនគាត់គឺជាអ្នកភូមិនេះដែរបន្ទាប់ពីចាកចេញអស់ជាច្រើនឆ្នាំគាត់ក៏ត្រឡប់មកនៅក្នុងភូមិនេះវិញសម្រាប់អ្នកភូមិក៏គ្មានអ្នកណាមកដេញដោលទេណានឹកឃើញថាគាត់កាលពីក្មេងក៏បានបួសរៀនជាមួយលោកតាសយនិងតាអាចារ្យសួនផងហេតុនេះអ្នកភូមិក៏មិនបានរករឿងទៀតទេសម្រាប់ផ្ទះគាត់វិញគឺនៅឯចុងភូមិដាច់ឆ្ងាយពីផ្ទះអ្នកភូមិជាកន្លែងផ្ទះចាស់របស់គាត់កាលពីមុនហើយក៏មិនមានអ្នកណាចាប់អារម្មណ៍សោះព្រោះតែជាដីរបស់គ្រួសារគាត់ស្រាប់ទៅហើយណាមួយអ្នកភូមិក៏មិនសូវឃើញគាត់ចូលមកលេងអ្នកភូមិញឹកញាប់ដែរធ្វើត្បិតតែចាស់ពិតមែនតែគាត់ក៏ពុំដែលទៅវត្តសោះគាត់គឺជាមនុស្សមិនសូវចេះមន្តកច្រើនទេតាំងពីមកនៅក្នុងភូមិនេះវិញប្រមាណជា5ឆ្នាំទៅហើយគាត់ពុំដែលទាស់សម្ដីឬឆ្លោះជាមួយអ្នកណាម្នាក់ឡើយតាមពិតដូចជាពាក្យគេថាចាស់ហើយរកតែសុខរៀងខ្លួនទេទីខាងក្រោយផ្ទះគាត់គឺជាព្រៃកប់ខ្មោចហេតុនេះមិនមានអ្នកណាហ៊ានទៅនៅឬក៏ទៅក្បែរផ្ទះគាត់ទេសូម្បីតែពួកអាដែងក្បាលខូចប៉ុន្មានអ្នកនោះក៏ពួកវាខ្លាចមិនហ៊ានទៅលេងក្បែរដែរស្បៃរាត្រីចូលខ្លួនមកជំនួសព្រះសូរិយាដែលលេចផុតចាកអំពីផែនដីព្រះច័ន្ទនៃយុគថ្មីក៏បានបងបាត់ពន្លឺសូមសុំគ្មានឃើញសូម្បីបន្តិចឲ្យឃើញដូចម្ដេចបើជាថ្ងៃខែដាច់នោះពេលនេះក្នុងភូមិស្ងប់ស្ងាត់ដូចជាព្រៃកប់សពតែម្ដង
ប្រជាជននាំគ្នាចូលចងំក្នុងផ្ទះអស់បន្ថែមពីនេះទៀតនោះសំឡេងមន្ទាជ្រូកគោក្របីក៏ស្ងប់ស្ងាត់អស់តែម្ដងហាក់ដូចជាដឹងថានឹងមានរឿងអ្វីកើតឡើងនាពេលខាងមុខបន្តិចទៀតនេះលោកអាចារ្យទាំង7នាក់និងអ៊ំប្រុសប្រមាណ 4-5 នាក់ពួកគាត់អង្គុយក្នុងប្រឡោះរាង4ជ្រុងពួតជុំវិញទៅដោយអំបោះស4ថ្នាក់តាមដឹងនេះគឺជាអំបោះសីមាដែលគេឧបកិច្ចនឹងសូត្រដាស់ឡើងមកព្រមទាំងនៅខាងមុខមានព្រះពុទ្ធបដិមាមួយស្លាធម៌បាយសីទៀន5ធូប5ក្រណាត់សផេះនិងទឹកមុនដែលគេបានយកមកពីក្នុងព្រះវិហារមួយផ្ទាល់ផងដែរមុននឹងចាប់ផ្ដើមពិធីលោកអាចារ្យសួនក៏បានប្រាប់អ្នកគ្រប់គ្នាថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយហាមនាំគ្នាចេញពីសីមានេះជាដាច់ខាតបើមិនមានខ្ញុំប្រាប់ឲ្យចេញហើយក៏ហាមមាត់និយាយស្ដីអ្វីទាំងអស់ពេលកំពុងធ្វើពិធីតមកលោកអាចារ្យទាំង7ក៏ចាប់ផ្ដើមនាំអ៊ំធ្វើបទនមស្ការព្រះរតនត្រ័យជាមុនសិនជាបន្តគឺជាកិច្ចសូត្រដាស់សីមាឲ្យមានឫទ្ធិដេកជះបារមីអាចការពារពីពពួកខ្មោចព្រាយបានជាបន្ទាប់មកទៀតគឺជាកិច្ចពិធីតាមបែបព្រហ្មញ្ញសាសនាម្ដងភ្លាមនោះលោកអាចារ្យសួនក៏ចាប់ផ្ដើមបើកភ្នែកធំនិងនិយាយឡើងថាវាបញ្ជូនបរិវារមកហើយអំបោះសីមាដែលយើងបានពួតជុំវិញភូមិបានដាច់ខ្ទេចទីហើយបរិយាកាសនាពេលនេះពោពេញទៅដោយភាពព្រឺព្រួយសំឡេងឆ្កែលូក៏លឺឡើងពេញទាំងភូមិសំឡេងខ្លែងស្រាកជុំវិញព្រៃក្បែរវត្តមានទីទុយក៏យំខ្វក់ខ្វាក់ហោះហើរពីលើកន្លែងធ្វើពិធីតែម្ដងភ្លាមនោះនាងព្រាយដែលមកកាលថ្ងៃមុនបានបង្ហាញខ្លួនឡើងភ្លាមនិងនិយាយឡើងថាលើកនេះយើងនឹងយកជីវិតពួកឯងឲ្យបានយ៉ាងប្រាកដរួចក៏ហោះមុខភ្លាមសម្ដៅលោកអាចារ្យទាំង7ដែលកំពុងអង្គុយធ្វើពិធីភ្លាមនោះបុរសមាធំម្នាក់ចេញមកចាំលើកព្រាយនោះបោះទៅវិញតែម្ដងនាងនោះក៏និយាយថាត្រឹមជាម្ចាស់ដីក្នុងវត្តកុំមកចាំខ្លាំងជាមួយយើងឲ្យសោះហើយក៏ត្រូវនាងនោះចាប់លើកច្របាច់កនិងបោះចោលទៅក្នុងព្រៃក្រោយវត្តបានព្រមទាំងមានសំឡេងស្រែកឮពេញវត្តតែម្ដងជាហេតុធ្វើឲ្យគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងតែលោកអាចារ្យសួនថានៅឲ្យស្ងៀមវាពុំអាចចូលមកក្នុងសីមានេះបានទេគាត់បានលូកយកកាំបិតបុរាណមួយចេញមកមានរាងស្រដៀងនឹងដាវដែរតែខ្លីល្មមដូចជាកាំបិតស្នៀនថែមទាំងមានចាអក្សរយ័ន្តលើនោះផងដែរនិងមានចងអំបោះក្រហមត្រង់គល់ផងគ្រាន់តែលើកភ្លាមពួកគាត់ទាំង7នាក់ក៏បានសើចមុនគេថាទើបលើកកាំបិតនោះចង្អុលទៅកាន់នាងព្រាយនោះស្រាប់តែសំឡេងស្រែកដែលក្តីឈឺចាប់ក៏លឺឡើងម្ដងទៀតព្រមជាមួយរាងកាយដែលត្រូវភ្លើងឆេះសន្ធោសន្ធៅហើយក៏រលាយបាត់តែម្ដងគ្រាន់តែនាងព្រាយនោះរលាយបាត់រូបភ្លាមស្រាប់តែទូកខ្មោចតៃហោងក៏ចេញមកយ៉ាងច្រើនសន្ធឹកតែម្ដងពីពេញដីនៅក្នុងវត្តសុទ្ធតែពពួកខ្មោចទាំងអស់ហាក់ដូចមិនមានខ្លាចដេកជាបារមីវត្តអារាមបន្តិចសោះលោកអាចារ្យទាំង7នាក់ក៏នាំគ្នាលើកទៅទឹកមុនសូត្ររំលឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងក្រវីគ្រូវត្តពីលើស្រាប់តែរលាយអស់តែម្ដងសំឡេងសន្ធឹកស្នូរដូចជាវែងម្យ៉ាងកម្ពស់ហោះមក
ស្រាប់តែលោកអាចារ្យទាំងអស់ក៏បានលើកដៃរួមគ្នាសូត្របង្កើតជាដុំឈើយ៉ាងធំហើយក៏ជាច្រើនដែរពេលដែលក្រឡេកទៅមើលតាមពិតគឺសុទ្ធសឹងជាមឈូសកំពុងធ្វើចលនាហោះសម្ដៅមកបំរុងបុកតាអាចារ្យទាំងអស់មិនបងអង្គយូរលោកអាចារ្យក៏បានសូត្រគាថាបញ្ជាឲ្យឈើហោះបំបុកជាមួយមឈូសទាំងអស់នោះខ្ទេចខ្ទីគ្មានសល់ព្រមទាំងយកផេះធូបពីព្រះវិហារបាចជុំវិញបរិវេណនោះផងដែរស្របពេលនោះមានអ្វីម្យ៉ាងខ្មៅក៏ប៉ាវមកបុកលោកអាចារ្យទាំង7ដួលផ្ងាក្រោយតែម្ដងតាអាចារ្យបានប្រញាប់នាំគ្នាងើបមកអង្គុយវិញព្រមទាំងមានចេញឈាមតាមមាត់គ្រប់គ្នាអ៊ំប្រុសដែលនៅខាងក្រោយលោកអាចារ្យពិតជាផិតភ័យជាខ្លាំងនឹងសួរទៅថាយ៉ាងម៉េចហើយលោកអាចារ្យពួកគាត់ក៏ធ្វើដៃជាសញ្ញាថាមិនអីទេមើលទៅខាងមុខពស់ខ្មៅធំមួយកំពុងបើកពាក្យបញ្ចេញជង្គង់ហាមាត់ធំហាក់ដូចជាចង់ត្រាក់បាក់ឆេងពួកគាត់ឃើញបែបនេះគាត់ទាំងអស់គ្នាបានចាប់ផ្ដើមសូត្ររួមគ្នាទៀតបន្ទាប់មកស្រាប់តែមានពស់សដ៏ធំមួយចេញមកប្រយុទ្ធជាមួយពស់ខ្មៅនេះឆាកប្រយុទ្ធរវាងពស់សនិងពស់ខ្មៅក៏បានចាប់ផ្ដើមដោយហក់លួចខំគ្នាគ្មានតាប្រណីឡើយខ្លួនទាំងពីរក៏បានត្របាញ់ចូលគ្នាតែម្ដងពេលនេះពស់សក៏មានស្នាមរបួសពេញខ្លួនព្រោះត្រូវពស់ខ្មៅហក់ខំត្រូវជាច្រើនកន្លែងដែរដោយសារតែភាពអំនួតព្រោះឃើញពស់សអន់ថយខ្សោយកម្លាំងពស់ខ្មៅក៏ប្រែជាមករកតាអាចារ្យបំរុងហក់ខំស្រាប់តែពស់សក៏ហក់មកខំត្រង់ក្បាលជាហេតុបណ្ដាលឲ្យពស់ខ្មៅងប់តែម្ដងហើយក៏រលាយបាត់រូបប៉ុន្តែបែរជាមានពពួកខ្លាហើយនឹងតោចេញមកខាងពស់សនោះដាច់ជាច្រើនកំណាត់សុសសាច់តែម្ដងសំឡេងគ្រហឹមក៏បន្លឺឡើងនាកណ្ដាលយប់ស្ងាត់ធ្វើឲ្យអ្នកគ្រប់គ្នាពិតជាភ័យព្រួយព្រោះសុទ្ធតែជាសត្វកាចសាហាវលីមនោះលោកអាចារ្យទាំង7ក៏បាននាំគ្នាសូត្រធម៌ដែលបង្កើតជាស្ដេចដំរីសធំពីរក្បាលចេញមកការប្រយុទ្ធរវាងខ្លានិងតោនិងដំរីក៏បានចាប់ដើមវឹកវីតែម្ដងសំឡេងដំរីហើយនិងសត្វខ្លាក៏បានឮឡើងពីពេញវត្តស្រាប់តែមានខ្លាមួយស្ទុះមកបំរុងនឹងខំត្របាក់តាអាចារ្យម្នាក់ភ្លាមនោះដំរីមួយក៏បានយកប្រម៉ាយរបស់វាចាំត្រកងខ្លានោះបោះចេញផ្ទុះរបងវត្តតែម្ដងមិនយូរប៉ុន្មានដំរីក៏អាចយកឈ្នះពពួកខ្លានឹងតោស្រាប់តែមានរបស់អ្វីម្យ៉ាងធំហោះមកសំពងដំរីទាំងពីរនោះរហូតរលាយបាត់តាមមើលវាគឺមានរាងដូចជាឈើច្រត់ដែលមានរូបក្បាលខ្មោចស្របពេលនោះអ៊ំសំក៏និយាយឡើងថាតាកុកតើនោះកំពុងដើរមកភ្លាមនោះអ្នកគ្រប់គ្នាក៏បានក្រឡេកទៅមើលដែរលោកអាចារ្យសួនក៏បានពោលឡើងថាដើមហេតុនឹងជាអ្នកបង្កព្យុះភ្លៀងនៅក្នុងភូមិយើងកាលពីប្រមាណថ្ងៃមុនគេមកដល់ហើយគ្រាន់តែតាកុកដើរមកដល់ខ្យល់ក៏បានបក់បោកយ៉ាងខ្លាំងនាំមកនៅស្លឹកឈើប៉ាំងរត់រាយពាសពេញដីតែម្ដងតាកុកក៏និយាយឡើងថាយប់នេះនឹងបានដឹងគ្នាយ៉ាងប្រកបថាអ្នកណាជាអ្នកនៅបន្តហើយអ្នកណាត្រូវទៅជួបយមរាជនោះតាសួនក៏បាននិយាយទៅថាអ្នកភូមិបានធ្វើអ្វីខុសម្ដេចបានជាឯងចង់មកសម្លាប់អ្នកភូមិទាំងអស់គ្នានេះរួមទាំងអញដែរនោះ
តាកុកក៏បានលើកឈើច្រត់ចង្អុលមកកាន់អ្នកគ្រប់គ្នាថាពួកឯងមិនបានចាំទេឬប្រមាណជា30ឆ្នាំមុនថាពួកឯងបានធ្វើអ្វីខ្លះមកលើគ្រួសារយើងរឿងចងចាំអ្នកភូមិមិនដែលភ្លេចទេឯងត្រូវដឹងថាអ្នកភូមិខឹងគ្រួសារឯងខ្លាំងណាស់រហូតដល់ថ្នាក់ដេញចេញពីភូមិថែមទាំងដុតផ្ទះចោលផងដែរគឺដោយសារតែអ្វីឯងសាកគិតមើលតាសួនគាត់និយាយបែបនេះបន្ទាប់មកគាត់ក៏បាននិយាយទៀតថាគឺដោយសារតែគ្រួសារឯងគឺជាគ្រួសារធ្មប់ដោយបានធ្វើធ្មប់ដាក់អ្នកភូមិស្លាប់អស់ជាច្រើននាក់លួចកាយសាកសពស៊ីហើយក៏លួចសម្លាប់មន្ត្រីអ្នកស្រុកអស់ជាច្រើនថែមទាំងសម្លាប់លោកគ្រូដែលជាគ្រូរបស់ខ្លួនទៀតឯងពិតជាមនុស្សរមើលគុណណាស់អ្នកភូមិសុទ្ធតែដឹងរឿងនេះគ្រប់គ្នាតាកុកក៏ស្រែកមុខតែម្ដងម្ដងនេះពួកឯងនឹងបានដឹងគ្នាហើយម្ដងនេះកញ្ចាស់សួនអញនឹងសម្លាប់ឯងឲ្យបានហើយសូមសម្លាប់អ្នកភូមិអស់នេះក៏វាមិនទាន់ហួសពេលដែរអញនឹងយកសពពួកឯងមកសែនភ្នូរគ្រួសាររបស់យើងវាក៏មិនទាន់ហួសពេលដែរបន្ទាប់ពីនិយាយបែបនេះតាកុកក៏សើចលឺយ៉ាងខ្លាំងលោកអាចារ្យសួនក៏តបទៅថាណែតាកុកយើងទាំង3គឺជាមិត្តជាសិស្សរួមគ្រូសោះម្ដេចបានជាឯងខ្លាយទៅជាមនុស្សបែបនេះទៅវិញប្រែពីមនុស្សដែលដឹងខុសត្រូវទៅជាមនុស្សលែងដឹងខុសត្រូវគឺដោយសារតែមន្តអាគមអវិជ្ជាកុំចេះដឹងរឿងអញសំខាន់ថ្ងៃនេះអញត្រូវតែយកជីវិតឯងឲ្យបានឆាកប្រយុទ្ធរវាងគ្រូអាគមនិងគ្រូអាគមដែលធ្លាប់ជាមិត្តសម្លាញ់ជាសិស្សរួមគ្រូបានคล้ายមកជាសត្រូវប្រឈមមុខដាក់គ្នាវាពិតជាសាហាវកាំបិតបុរាណត្រូវបានស្ទូចដាស់ដោយអាចារ្យ7នាក់ប៉ះជាមួយឈើច្រត់ក្បាលខ្មោចដែលជាអាគមផ្នែកសិលសាស្ត្រកំពូលខាងមុនខ្មៅធ្វើឲ្យមានសន្ធឹកខ្យល់បក់បោកយ៉ាងខ្លាំងមេឃមានកូនរន្ទះឆ្វេងឆ្វាយខ្លែងស្រាក់ស្រែកពេញផ្ទៃវេហានាកណ្ដាលយប់ស្ងាត់ធ្វើឲ្យអ្នកគ្រប់គ្នាដែលបានឃើញដែលបានឮពិតជាព្រឺឆ្អឹងខ្នងព្រួយអារម្មណ៍គ្រប់គ្នាសំឡេងឆ្កែលូក៏ឮឡើងពីពេញភូមិមើលទៅគូប្រយុទ្ធទាំងពីរលោកអាចារ្យទាំង7ហាក់បីដូចជាចាញ់ព្រៀបលោកអាចារ្យកុកហើយរំពេចនោះអំណាចឈើច្រត់ក្បាលខ្មៅគឺអាចយកឈ្នះកំបិតបុរាណបានលោកអាចារ្យទាំង7ក៏ត្រូវដួលខាក្រោយចេញឈាមតាមមាត់គ្រប់គ្នាក្នុងចំណោមនោះលោកអាចារ្យសួនគាត់ខ្សោយកម្លាំងងើបពំរួយសោះដោយរំផលប៉ះទង្គិចនៃអាគមឃើញបែបនេះផ្សេងទៀតបំរុងស្ទុះទៅជួយលើកស្រាប់តែលោកអាចារ្យសួនក៏បាននិយាយថាកុំចេញក្រៅដែនសីមាឲ្យសោះប្រយ័ត្នគ្រោះថ្នាក់លោកអាចារ្យទាំង6ត្រូវធ្វើពិធីបន្តទៀតព្រោះបើយើងចាញ់នោះយើងនឹងស្លាប់ទាំងអស់គ្នាជាបំខានតាកុកក៏សើចយ៉ាងលឺព្រមទាំងនិយាយថានេះជាលទ្ធផលពួកឯងគុំសង្ឃឹមថាអាចយកឈ្នះយើងបានឲ្យសោះ6អ្នកឯងគុំគិតថាអាចយកឈ្នះអញបានមើលតែកញ្ចាស់សួនជាគំរូទៅដឹងហើយថាកម្លាំងពួកឯងមិនអាចយកឈ្នះអញបានទេវើយលោកអាចារ្យទាំង6នាក់ក៏បានប្រមូលអស់កម្លាំងកាយចិត្តងើបមកចាប់ផ្ដើមសូត្ររួមគ្នាបង្កើត
ជាមហិទ្ធិឫទ្ធិទល់ជាមួយនឹងអំណាចមុនខ្មៅរបស់តាកុកតែគ្រាន់តែតាកុកលើកឈើច្រត់ក្រវីវបន្តិចធ្វើឲ្យពួកគាត់ដួលផ្ញើក្រោយស្ងាត់បាត់មកឈឹងតែម្ដងសំឡេងតាកុកក៏សើចយ៉ាងលឺរំពងពេញវត្តព្រមទាំងនិយាយថាពួកឯងឃើញទេថាពួកឯងវាអន់ខ្លាំងណាស់ពេលនោះម្នាក់ពិតជាផិតភ័យជាខ្លាំងដោយមិននឹកថាអាចគេចវេះពីអាសន្នម្ដងនេះទេជាច្បាស់ជាខ្សែជីវិតទាំងភូមិជារំខានភ្លាមនោះស្រាប់តែលេចវត្តមានលោកតាសយដែលជាចៅអធិការវត្តបាននិមន្តចេញមកព្រមទាំងមានសង្ឃដីកាថាបានហើយញឹមកុកល្មមឈប់ចងចាំពៀនឹងគ្នាទៀតចុះវាពុំបានផលប្រយោជន៍អ្វីសោះឡើយបានត្រឹមការសងសឹកចងគំនុំទេហើយនឹងវិលវល់ក្នុងវត្តសង្សារតែប៉ុណ្ណោះមានតែអំពើល្អទេទៅជាកុសលដល់ខ្លួនឯងតាកុកក៏ស្រែកគំហកទៅថាណែអាកញ្ចាស់កុំនិយាយកម្មផលជាមួយអញប្រយ័ត្នអញសម្លាប់ចោលកុំចង់ចេះដឹងរឿងគេពេកការពារតែខ្លួនឯងឲ្យបានសិនទៅលោកតាក៏បាននិយាយបន្តថាការកើតចាស់ឈឺស្លាប់គឺជារឿងធម្មតារបស់សត្វលោកទេញោមតាកុកក៏ស្រែកគំហកទៀតថាឯងមិនចង់រស់ទេតាមមើលអញនឹងឲ្យអាកញ្ចាស់ឯងស្គាល់រត់អំណាចអញមិនចុះភ្លាមនោះលោកអាចារ្យសួនក៏បានស្រែកឲ្យលោកតាកិច្ចចេញដោយនិយាយថាលោកតាកិច្ចចេញទៅព្រោះវាបានសម្រេចមុនខ្មៅដល់កំពូលហើយប៉ុន្តែមើលទៅលោកតាហាក់ពុំមានការផិតភ័យសោះតាកុកលើកឈើច្រត់ក្បាលខ្មោចសូត្រស្រែកហៅពពួកព្រីបិសាចទាំងឡាយឲ្យផ្ដល់កម្លាំងដល់ខ្លួនបន្ទាប់មកស្រាប់តែប្រែក្រឡាទៅជាស្ដេចបិសាចមានប្រចោដៃវែងចង្គំវែងមុខមាត់អាក្រក់សក់វែងដល់ចង្កេះស្រែកគ្រោះហឹមទៅកាន់លោកតាទើបស្ទុះចូលបំរុងសម្លាប់លោកតាសម្រាប់លោកតាគាត់មិនមានភ័យតក់ស្លុតសោះបែរជាលើកដៃសូត្រនិមន្ត3ចប់បន្ទាប់មកជាសំឡេងធម៌ដែលតាសួនមិនដែលបានឮសោះទោះជាធ្លាប់បួសរៀនជាមួយគ្នាពិតមែនបិសាចតាកុកប្រែក្រឡានោះបែរជាមានភ្លើងឆេះសន្ធោសន្ធៅពេញរាងកាយនិងស្រែកទួញដោយក្តីឈឺចាប់ពុនប្រមាណដោយសារក្តីប្រមាថដល់កម្លាំងលោកតាសយមិនបានប៉ុន្មានស្រាប់តែលេចចេញស្ដេចអសុរកាយជាស្ដេចភ្លើងអវិជ័យនៃនរកក៏បានចេញមកស្រោបយកបិសាចដែលកំពុងឆេះសន្ធោសន្ធៅនោះទៅបាត់តែម្ដងលោកតាសយបាននិយាយបន្តថាដោយអំណាចព្រះរតនត្រ័យជាទីពឹងទីរលឹងសូមឲ្យពពួកខ្មោចព្រាយទាំងឡាយបានរួចផុតចាកទោសផងនឹងបានទៅកាន់ទីស្ងប់សុខផងចុះរួចលោកតាក៏បានសូត្រធម៌ផ្សាយមេត្តាដល់ពពួកខ្មោចបន្ទាប់ពីលោកតាសូត្រធម៌ចប់ពពួកព្រាយបិសាចទាំងអស់ដែលជាមុនខ្មៅនៃរាងកាយតាកុកក៏បាននាំគ្នាចេញផុតអស់ដែរថែមទាំងបាននិយាយអរគុណមកដល់លោកតាផងអ្វីគ្រប់យ៉ាងក៏បានស្ងប់ស្ងាត់ត្រឡប់មកជាសភាពធម្មតាវិញរាងកាយស្ដុកស្ដឹងរបស់តាសាយក៏បានដេកស្លាប់មុខកន្លែងធ្វើពិធីតែម្ដងលោកតាក៏បានដឹកនាំអ៊ំទាំងអស់ឲ្យនាំគ្នាជួយរៀបចំបូជាសពតាសាយទាំងយប់តែម្ដងដើម្បីកុំឲ្យអ្នកភូមិមានការភ័យខ្លាចតទៅទៀតអ៊ំសោមបាននាំគ្នាជួយលើកតាអាចារ្យទាំង7នាក់
យកដាក់ឲ្យសម្រាប់ក្នុងសាលាឆាន់សិនតាអាចារ្យសួនក៏ឆ្លៀតសួរទៅកាន់លោកតាថាតើមុននេះជាមុនអ្វីឲ្យប្រកបដែលប្រដេជគុណបានសូត្រខ្ញុំកណាពុំដែលធ្លាប់បានឮសោះលោកតាសយក៏តបទៅទាំងគ្មានស្ទាក់ស្ទើរមុននេះគឺជាមុនមហាព្រហ្មដែលលោកគ្រូបានបង្រៀនអាត្មាព្រោះអ្នករៀនមុននេះមិនអាចប៉ះពាល់មនុស្សស្រីបានទេហើយក៏ត្រូវតែជាមនុស្សបរិសុទ្ធទើបអាចរៀនបានហេតុនេះទើបអាត្មាសម្រេចចិត្តបួសជារៀងរហូតមានសង្ឃនៃការចប់លោកតាក៏និមន្តត្រឡប់ទៅក្នុងកុដិវិញបានចំណែកអ៊ំផ្សេងទៀតក៏រៀបចំចាត់ចែងបូជាសពតាកុកឲ្យរួចរាល់ក្នុងពេលយប់តែម្ដងតាមពិតនៅក្នុងជីវិតរស់នៅរបស់យើងក្នុងសង្គមអ្វីសុទ្ធតែមានហេតុនិងផលបើយើងមិនបានគិតពិចារណាឲ្យបានច្បាស់លាស់នោះទេប្រកបជាធ្វើឲ្យយើងគុំគួនចង់គំនុំព្យាបាទរហូតឈានទៅរកការដើរផ្លូវខុសជាពុំខានឡើយហេតុនេះអ្វីដែលល្អត្រឹមត្រូវគឺការប្រកាន់ខ្ជាប់សីលធម៌សុជីវធម៌និងគុណធម៌ជានិច្ចទើបមានតម្លៃជាមនុស្សល្អរស់នៅក្នុងសង្គម